បើតាមសេចក្តីរាយការណ៍ចុងក្រោយនេះដោយទៅនឹងផែនការអ៊ុយក្រែនមែនខណៈនេះស្ពានខឺតគ្រីមៀរុស្ស៊ីត្រូវបានបំផ្ទុះដោយគ្រឿងផ្ទុះដែលមានទម្ងន់ជាង1 តោនបើគេនិយាយអំពីគ្រាប់មីស៊ីលថូរ៉ារបស់ប្រទេសអាល្លឺម៉ង់មិនទាន់នឹងបានប្រើប្រាស់ផងស្ពានខឺតគ្រីមៀស្ថិតនៅដែនដីឧបទ្វីបគ្រីមៀដែលជាអតីតដែនដីរបស់ប្រទេសអ៊ុយក្រែនកំពុងតែរងការវាយប្រហារជាថ្មីម្ដងទៀតបើយោងតាមបណ្ដាញផ្សាយព័ត៌មានគៀវ Independent របស់ប្រទេសអ៊ុយក្រែនដោយស្រង់ប្រភពចេញពីក្រុមភ្នាក់ងារសន្តិសុខរបស់ប្រទេសអ៊ុយក្រែន SBU គឺបានឲ្យដឹងថាកម្លាំងសន្តិសុខនេះគឺជាអ្នកអនុវត្តទៅលើការវាយប្រហារជាលើកទី3ដើម្បីកំទេចស្ពានខឺតគ្រីមៀនេះចាប់តាំងពីការឈ្លានពានរបស់ប្រទេសរុស្ស៊ីយ៉ាងពេញទំហឹងនៅក្នុងខែកុម្ភៈឆ្នាំ2022ជាមួយនឹងការវាយបំផ្ទុះដោយគ្រឿងផ្ទុះបណ្ដែតក្រោមស្ពានគឺមានទម្ងន់1100គីឡូក្រាមឬទម្ងន់ជាង1 តោននេះដែលវាបានផ្ទុះឡើងកាលពីថ្ងៃទី3ខែមិថុនាហើយនេះគឺជាការបញ្ជាក់ដោយ SBU កងអង្គភាពសន្តិសុខរបស់ប្រទេសអ៊ុយក្រែនបានអះអាងថាវាជាផែនការរបស់ខ្លួនបើយោងតាមប្រធានកងសន្តិសុខនៃប្រទេសអ៊ុយក្រែន SBU វ៉ាហ្ស៊ីនម៉ាឌីយុកគឺបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដោយគេបានមើលឃើញនៅលើបណ្ដាញផ្សព្វផ្សាយរបស់ប្រទេសអ៊ុយក្រែនគឺបានបញ្ជាក់ថាដោយសារតែការផ្ដល់អំណោយផលរបស់ព្រះជាម្ចាស់នៅខណៈនេះកងសន្តិសុខ SBU របស់អ៊ុយក្រែនបានធ្វើបានសម្រេចនិងទទួលជោគជ័យនៅដំណាក់កាលថ្មីមួយទៀតក្នុងការប៉ុនប៉ងដើម្បីកំទេចស្ពានខឺតគ្រីមៀនេះក៏ព្រោះតែស្ពានមួយនេះគឺជាស្ពានខុសច្បាប់របស់រុស្ស៊ីឈ្លានពានទៅលើប្រទេសអ៊ុយក្រែនគឺធ្វើយ៉ាងណាដើម្បីបញ្ចប់ក្នុងការធ្វើគមនាគមន៍របស់ស្ពានមួយនេះពីដែនដីរបស់រុស្ស៊ីចូលមកតំបន់គ្រីមៀហើយមានគោលដៅដឹកភស្តុភារយោធាសម្ដៅទៅពង្រឹងកងទ័ពរបស់រុស្ស៊ីដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនហើយសូមបញ្ជាក់បន្ថែមទៀតថាស្ពានខឺតគ្រីមៀនេះធ្លាប់រងការវាយប្រហារចំនួន2 លើករួចមកហើយកាលពីឆ្នាំ2022ត្រូវបានបំផ្ទុះដោយគ្រឿងផ្ទុះចំនួន1 ដងហើយនៅឆ្នាំ2023មានការវាយបំផ្ទុះ1 ដងទៀតដោយគ្រាប់មីស៊ីល Storm Shadow ដែលជាជំនួយរបស់ប្រទេសអង់គ្លេសតែនៅខណៈនេះក្រុម SBU បានអះអាងថាគ្រឿងបំផ្ទុះនោះត្រូវបានគេបណ្ដែតវាតាមទឹកហើយបង្កឲ្យមានការផ្ទុះវាយប្រហារទៅលើស្ពាននេះក្រុមអង្គភាពសន្តិសុខ SBU បាននិយាយថាចំពោះប្រតិបត្តិការនេះវាត្រូវបានរៀបចំឡើងចំនួនជាច្រើនខែមកហើយគាំទ្រដោយភ្នាក់ងារបំផ្ទុះរបស់ប្រទេសអ៊ុយក្រែនជាមួយនឹងគោលដៅដើម្បីកំទេចសំណងខុសច្បាប់របស់ប្រទេសមហាអំណាចរុស្ស៊ីនេះប្រទេសរុស្ស៊ីចាប់យកដែនដីឧបទ្វីបគ្រីមៀរបស់ប្រទេសអ៊ុយក្រែនដោយខុសច្បាប់គឺនៅក្នុងឆ្នាំ2014ដោយការបង្ខំឲ្យមានការបោះឆ្នោតប្រជាមតិដោយផ្ដាច់ខ្លួនដែនដីគ្រីមៀនេះឲ្យមកនៅខាងរុស្ស៊ីស្របពេលដែលដែនដីឧបទ្វីបគ្រីមៀមានប្រជាជនរុស្ស៊ីរស់នៅដល់ទៅជាង 80% បើធៀបនឹងប្រជាជនរបស់អ៊ុយក្រែនភាគច្រើនប្រជាជនរុស្ស៊ីទាំងនោះហូរចូលនៅក្នុងអន្តរកាលនៅក្នុងសម័យកាលសហភាពសូវៀតប្រធានាធិបតីដែលកាត់ទឹកដីមួយនេះទៅឲ្យរុស្ស៊ីដើម្បីសន្តិភាពនោះគឺលោក Viktor Yanukovych ហើយបច្ចុប្បន្ននេះលោក Viktor Yanukovych និងគ្រួសាររបស់លោកកំពុងតែទទួលបានសិទ្ធិជ្រកកោននៅលើទឹកដីរបស់ប្រទេសរុស្ស៊ីសំណង់ស្ពានខឺតគ្រីមៀវាមានចម្ងាយជិត20 គីឡូម៉ែត្រវាតភ្ជាប់ពីដែនដីគោកនៃតំបន់ក្រៃស្នូដារបស់ប្រទេសរុស្ស៊ីទៅដល់ជ្រោយឧបទ្វីបគ្រីមៀស្ពាននេះវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការផ្គត់ផ្គង់ភស្តុភារសម្រាប់កងទ័ពរបស់រុស្ស៊ីនៅក្នុងអន្តរកាលដែលរុស្ស៊ីកំពុងតែធ្វើសង្គ្រាមឈ្លានពានទៅលើប្រទេសអ៊ុយក្រែនស្ពានខឺតគ្រីមៀនេះវាមានទាំងផ្លូវរថយន្តនិងផ្លូវរថភ្លើងមកដល់ពេលនេះនៅតែមិនទាន់មានការបញ្ជាក់ថាតើស្ពាននេះរងការប៉ះពាល់កម្រិតណានោះទេប៉ុន្តែសម្រាប់ចរាចរណ៍គឺត្រូវបិទជាបន្ទាន់ហើយក៏មិនមានពីការបញ្ជាក់នៃការបាត់បង់ឬក៏រងរបួសអាយុជីវិតជនស៊ីវិលនោះទេស្ពានខឺតគ្រីមៀនេះត្រូវបានរាយការណ៍មកថារងការវាយប្រហារលើកទី3នេះដែលអង្គភាពរបស់ប្រទេសអ៊ុយក្រែនទទួលបន្ទុកនៅតំបន់សមុទ្រខ្មៅមានគោលដៅក្នុងការកំទេចនាវាចម្បាំងយន្តហោះចម្បាំងរបស់ប្រទេសរុស្ស៊ីគឺបានឲ្យដឹងថាស្ពានខឺតគ្រីមៀនេះវារងការវាយប្រហារជាមួយនឹងការបំផ្ទុះដោយគ្រឿងផ្ទុះទម្ងន់ដល់ទៅជាង1 តោនបើតាមសេចក្តីរាយការណ៍គឺបានឲ្យដឹងថាវាជាគ្រឿងផ្សំដោយម្សៅ TNT ហើយវាត្រូវបានបញ្ជាដោយប្រព័ន្ធតេឡេអេឡិចត្រូនិកហើយនេះគឺជាការបញ្ជាក់សេចក្តីថ្លែងការណ៍នៃកងអង្គភាពសន្តិសុខរបស់ប្រទេសអ៊ុយក្រែន SBU ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីក្រោយបន្តិចក៏បានប្រកាសថាភ្នាក់ងារចារកម្មនៃប្រទេសអ៊ុយក្រែនគឺជាអ្នកទទួលខុសត្រូវគឺជា
ជាអ្នកបង្កការផ្ទុះក្របដើម្បីបំផ្ទុះស្ពានខឺតគ្រីមៀនេះហើយអ្នកដែលបញ្ជានោះគឺចេញពីទីក្រុងគៀវនៅយប់ថ្ងៃទី3ខែមិថុនាឆ្នាំ2025នេះលោក Dmytro Plentenchuk អ្នកនាំពាក្យសម្រាប់កងនាវាប្រទេសអ៊ុយក្រែនបាននិយាយថាផ្នែកមួយដ៏សំខាន់របស់ស្ពាននេះខណៈនេះត្រូវរងការវាយប្រហារហើយប្រតិបត្តិការនេះធ្វើឡើងដោយការវាយប្រហាររបស់កងអង្គភាពសន្តិសុខ SBU នៃប្រទេសអ៊ុយក្រែនមានផែនការប្រឆាំងនៅយុទ្ធសាស្ត្រទាំងឡាយរបស់ប្រទេសរុស្ស៊ីគឺដាក់ផែនការក្នុងការកំទេចដូចនេះតាំងពីថ្ងៃទី1ខែមិថុនាមកនោះចំពោះការវាយប្រហារនេះត្រូវបានត្រួតពិនិត្យផ្ទាល់ដោយប្រធានភ្នាក់ងារសន្តិសុខ SBU គឺលោក Vasyl Matyuk ប្រធានាធិបតីរបស់អ៊ុយក្រែនគឺលោក Volodymyr Zelensky គឺបានសរសើរដល់កងកម្លាំងសន្តិសុខរបស់អ៊ុយក្រែន SBU ដែលលោកបានថ្លែងដូចនេះកាលពីយប់ថ្ងៃទី3ខែមិថុនាឆ្នាំ2025នេះបើតាមលោក Volodymyr Zelensky លោកថាវាជារឿងដែលត្រូវធ្វើចំពោះស្ពានមួយនេះវាមិនមែនជាស្ពានស្របច្បាប់របស់រុស្ស៊ីនោះទេវាគឺជាស្ពានយោធារបស់រុស្ស៊ីដែលត្រូវតែកំទេចវាមិនមែនជាស្ពានស៊ីវិលស្ពានសម្រាប់ប្រជាជនទៀតនោះទេក៏ព្រោះតែស្ពាននេះឥឡូវនេះคล้ายទៅជាស្ពានគមនាគមន៍ដឹកជញ្ជូនគ្រាប់រំសេវនិងកងទ័ពរបស់រុស្ស៊ីមកឈ្លានពានលើប្រទេសអ៊ុយក្រែនស្របពេលជាមួយគ្នានេះផងដែរសេវាកម្មសន្តិសុខរបស់ប្រទេសរុស្ស៊ីឯនោះវិញបានអះអាងថាកាលពីយប់ថ្ងៃទី3ខែមិថុនាឆ្នាំ2025នេះគេបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីការបំផ្ទុះដ៏សាហាវនេះវាយប្រហារទៅលើស្ពានខឺតគ្រីមៀស្ពានខឺតគ្រីមៀរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរម្ដងរួចមកហើយកាលពីអំឡុងឆ្នាំ2022គឺមានការវាយប្រហារដល់ទៅចំនួន2លើកនៅក្នុងខែតុលានោះមកដល់ខែកក្កដាឆ្នាំ2023រងការវាយប្រហារបន្ថែមទៀតហើយក្រោយមកមានការវាយប្រហារជាហូរហែទៀតប៉ុន្តែក្នុងលក្ខណៈតូចតាចតែប៉ុណ្ណោះសំណង់ស្ពាននេះត្រូវបានគេហៅថាស្ពានខឺតគ្រីមៀវាជានិមិត្តរូបដ៏សំខាន់របស់រុស្ស៊ីដែលឈ្លានពានទៅលើប្រទេសអ៊ុយក្រែនហើយស្ពាននេះស្ថាបនាឡើងនៅក្នុងទំហំសាច់ប្រាក់$4000 លានសហរដ្ឋអាមេរិកវាត្រូវបានធ្វើឡើងភ្លាមក្រោយពីរុស្ស៊ីអោបក្រសោបយកបានអតីតដែនដីអ៊ុយក្រែននៅតំបន់គ្រីមៀនេះនៅក្នុងឆ្នាំ2014ក្រសួងការពារជាតិរបស់រុស្ស៊ីភ្លាមបានប្រកាសថាដ្រូន3គ្រឿងរបស់ប្រទេសអ៊ុយក្រែនត្រូវបានបាញ់ទម្លាក់ដែលវាហោះហើរលើស្ពានខឺតគ្រីមៀនេះកាលពីយប់រំលងអាធ្រាត្រនៅថ្ងៃទី3ខែមិថុនានេះស្ពានខឺតគ្រីមៀភ្លាមត្រូវបានបិទការធ្វើចរាចរណ៍ពីម៉ោង6ល្ងាចរហូតដល់ម៉ោង6ព្រឹកហើយនេះដោយយោងតាមការចុះផ្សាយមួយដោយប្រព័ន្ធ Telegram នៅក្នុងតំបន់នៃដែនដីឧបទ្វីបគ្រីមៀប្រព័ន្ធ Telegram នេះមានឈ្មោះថា Mars បានធ្វើសេចក្តីរាយការណ៍ថាដ្រូនមួយគ្រឿងរបស់អ៊ុយក្រែនគឺត្រូវបានបាញ់ទម្លាក់ដែលវាបានហោះហើរលើស្ពានគ្រីមៀនេះហើយកំទេចកំទីរបស់ដ្រូននោះគឺបានធ្លាក់មកលើផ្លូវលើស្ពានខឺតគ្រីមៀនេះបើយោងតាមបណ្ដាញចារកម្មដែលស្និទ្ធជាមួយនឹងអ៊ុយក្រែនគឺបានឲ្យដឹងថាស្ពានខឺតគ្រីមៀនៅខណៈនេះកំពុងតែបន្តបិទនៅឡើយនោះទេដើម្បីពិនិត្យមើលនិងស្ដារការខូចខាតនិងការបាក់បែកនោះឡើងវិញកាលពីយប់ថ្ងៃដដែលនេះបណ្ដាញ Telegram ដែលស្និទ្ធនឹងអ៊ុយក្រែននេះបានធ្វើសេចក្តីរាយការណ៍មកថាមានស្នូផ្ទុះដូចហែកមេឃនៅលើស្ពានខឺតគ្រីមៀគឺនៅម៉ោង3រសៀលម៉ោងនៅក្នុងតំបន់នៃដែនដីឧបទ្វីបគ្រីមៀដែលនៅពេលនោះអូថំភាគចក្រចំនួន1គ្រឿងបានហោះហើរល្បាតស្ពានខឺតគ្រីមៀបណ្ដាញ Telegram នៅក្នុងតំបន់គ្រីមៀជាច្រើនបានចុះផ្សាយអំពីដ្រូនមួយគ្រឿងបើការវាយប្រហារទៅលើជ្រោយឧបទ្វីបគ្រីមៀគឺកាលពីរសៀលថ្ងៃទី3ខែមិថុនាដែលភ្លាមស្ពាននេះត្រូវបានបិទជាបន្ទាន់ចំពោះអ្នកវិភាគគឺបានប្រមាលមើលឃើញថាស្ពានខឺតគ្រីមៀនឹងអាចត្រូវបានកំទេចដោយអាវុធធុនធ្ងន់របស់អ៊ុយក្រែនក្នុងពេលដ៏ឆាប់ខាងមុខនេះអ៊ុយក្រែនដែលបើកការវាយប្រហារបំផ្ទុះស្ពានខឺតគ្រីមៀដោយប្រើប្រាស់ម្សៅ TNT ដែលមានទម្ងន់ជាង1តោននេះគឺជាការសាកល្បងចំពោះប្រតិកម្មរបស់ទីក្រុងមូស្គូតែប៉ុណ្ណោះនៅពេលដែលមីស៊ីលធូរ៉ាស់របស់អាល្លឺម៉ង់មកដល់ដៃកងទ័ពអ៊ុយក្រែនអាចនឹងបើកការវាយប្រហារដោយបើកប្រតិបត្តិការវាយកំទេចស្ពានខឺតគ្រីមៀនេះឲ្យដាច់ជា2ជា3ហើយថាបើសម្រេចបានគោលបំណងនោះជ្រោយឧបទ្វីបនៃសមុទ្រខ្មៅនេះជាពុំរួចនោះទេវានឹងធ្លាក់ទៅក្នុងសង្គ្រាមជើងគោករបស់កងទ័ពនៃប្រទេសអ៊ុយក្រែន
ការប្រយុទ្ធគ្នារវាងរុស្ស៊ីនិងអ៊ុយក្រែនស្ថិតនៅតំបន់សមរភូមិចំនួន3លើទឹកដីអ៊ុយក្រែនខណៈនេះកំពុងប្រយុទ្ធគ្នាយ៉ាងសាហាវដោយថាននរុបើយោងតាមអគ្គមេបញ្ជាការកងទ័ពរបស់ប្រទេសអ៊ុយក្រែនលោកឧត្តមសេនីយ៍ Alexandrowski លោកបាននិយាយកាលពីថ្ងៃទី31 ខែឧសភាឆ្នាំ2025នេះថាខណៈនេះកងកម្លាំងរបស់ប្រទេសមហាអំណាចរុស្ស៊ីកំពុងតែបង្កើនកម្លាំងទ័ពរបស់ខ្លួនយ៉ាងសម្បើមក្នុងប្រតិបត្តិការវាយលុកផ្ទួននៅគ្រប់សមរភូមិជួរមុខទាំងអស់ជាពិសេសនៅក្នុងតំបន់សាប៉ូរីស៊ីយ៉ាតំបន់ដូញេតនិងតំបន់ហ្សាមីបើតាមលោក Alexandrowski អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែនបានបញ្ជាក់បន្ថែមទៀតថាកងកម្លាំងនៃកងទ័ពរបស់ប្រទេសអ៊ុយក្រែននៅខណៈនេះក៏កំពុងតែចាប់ផ្ដើមធ្វើសកម្មភាពបង្កើនខ្លាំងឡើងក្នុងការវាយបកលើកងទ័ពរបស់ប្រទេសរុស្ស៊ីនៅក្នុងតំបន់សាប៉ូរីស៊ីយ៉ាដែលនៅក្នុងនោះកងកម្លាំងនៃកងទ័ពរបស់ប្រទេសរុស្ស៊ីបើកប្រតិបត្តិការវាយលុកហើយដែលលោកគិតថាតំបន់ពីរទៀតតំបន់ហ្សាមីតំបន់ខាគីវក៏រុស្ស៊ីបើកការវាយលុកទន្ទឹមគ្នាផងដែរតែទោះជាយ៉ាងណាលោក Alexandrowski អគ្គមេបញ្ជាការកងទ័ពនៃប្រទេសអ៊ុយក្រែនបានបញ្ជាក់ថាបើនិយាយអំពីខេត្តដូញេតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែនគឺការប្រយុទ្ធគ្នាក្នុងការបង្ហូរឈាមមានរយៈពេលជាប់2ឆ្នាំមកហើយលោកថារុស្ស៊ីមិនអាចសម្រេចបាននៅគោលដៅរបស់ខ្លួននោះទេគឺស្ថិតនៅក្នុងខេត្តដូញេតនេះក្រុមអ្នកនយោបាយនឹងសង្គ្រាមគឺមើលឃើញថាតំបន់ដូញេតនេះគឺរុស្ស៊ីវាយបង្ខំចាប់យកពីដៃរបស់កងទ័ពអ៊ុយក្រែនគឺមានរយៈពេលជាង2ឆ្នាំមកហើយរុស្ស៊ីនៅមិនទាន់យកបានទីក្រុងយុទ្ធសាស្ត្ររបស់អ៊ុយក្រែននោះទេដូចជាតំបន់នៃទីក្រុងប៉ុករ៉ូសតំបន់នៃទីក្រុងឆាឈីវយ៉ាទីក្រុងតូរ៉េសនិងទីក្រុងវ៉ូលីនដារុស្ស៊ីបង្កើនកម្លាំងទ័ពវាយលុកខ្លាំងទៅលើតំបន់ទាំង4នេះនៅក្នុងខេត្តដូញេតហើយកងទ័ពរបស់ប្រទេសរុស្ស៊ីនេះក៏បាត់បង់យ៉ាងសម្បើមផងដែរមកដល់ពេលនេះទីក្រុងប៉ុករ៉ូសដែលរុស្ស៊ីចង់ចាប់យកឲ្យបានមុនគេទាំងអស់នោះក៏នៅស្ថិតនៅក្រោមការកាន់កាប់បានដោយកងទ័ពរបស់អ៊ុយក្រែននៅឡើយនោះទេបើទោះបីជារុស្ស៊ីបាញ់ស្រោចដោយគ្រាប់កាំភ្លើងធំយ៉ាងណាក៏ដោយនោះបើយោងតាមលោកឧត្តមសេនីយ៍ Alexandrowski កងទ័ពរបស់ប្រទេសអ៊ុយក្រែនកំពុងតែវាយទប់ទល់ហើយពេលខ្លះកងកម្លាំងនៃកងទ័ពរបស់ប្រទេសអ៊ុយក្រែនតស៊ូយ៉ាងលំបាកបំផុតពីការវាយលុកដោយកងទ័ពរបស់ប្រទេសរុស្ស៊ីតែទោះជាយ៉ាងណាក៏ដោយលោកឧត្តមសេនីយ៍ Alexandrowski អះអាងថានៅក្នុងអំឡុងខែឧសភានេះកងទ័ពរបស់ប្រទេសរុស្ស៊ីជាង 34,000 នាក់ត្រូវបានសម្លាប់នៅក្នុងសមរភូមិទាំងអស់ដែលប្រទេសរុស្ស៊ីនេះឈ្លានពានទៅលើប្រទេសអ៊ុយក្រែនដែលនៅខណៈនេះលោកឧត្តមសេនីយ៍ Alexandrowski អះអាងថាការវាយប្រយុទ្ធគ្នានៅសមរភូមិដូញេតមានការបាញ់ផ្លោងកាំភ្លើងធំដាក់គ្នាទៅវិញទៅមកហើយកងទ័ពរបស់រុស្ស៊ីបង្កើនការវាយលុកខ្លាំងដោយកាំភ្លើងធំរថក្រោះរថពាសដៃប៉ុន្តែនៅមិនអាចរុលចូលទីតាំងនៃកងទ័ពរបស់ប្រទេសអ៊ុយក្រែនបាននោះទេគឺមានន័យថាទីក្រុងប៉ុករ៉ូសមិនទាន់ធ្លាក់ទៅក្នុងដៃរបស់កងទ័ពរុស្ស៊ីនៅឡើយនោះទេលោកឧត្តមសេនីយ៍ Alexandrowski បានអះអាងបន្តទៀតថាកងកម្លាំងនៃកងទ័ពរបស់ប្រទេសអ៊ុយក្រែនមិនបណ្ដោយឲ្យកងទ័ពរបស់រុស្ស៊ីវាយចូលទីក្រុងទាំងនោះបានងាយៗនោះទេជាមួយនឹងការខិតខំប្រឹងប្រែងរបស់ប្រទេសរុស្ស៊ីគឺនៅតែផ្ដោតសំខាន់ទៅលើទីក្រុងប៉ុករ៉ូសទីក្រុងតូរ៉េសទីក្រុងលីម៉ាន់ទីក្រុងឆាឈីវយ៉ានិងទីក្រុងវ៉ូលីនដាដែលស្ថិតនៅក្នុងខេត្តដូញេតនេះកងកម្លាំងនៃកងទ័ពរបស់ប្រទេសអ៊ុយក្រែនកំពុងតែវាយរុញច្រានហើយពេលខ្លះកងទ័ពរបស់អ៊ុយក្រែនក៏ដេញកងទ័ពរបស់រុស្ស៊ីបាននៅតំបន់ផ្នែកខ្លះនៅទីក្រុងទាំងនោះទៀតផងហើយលោកឧត្តមសេនីយ៍ Alexandrowski បានឲ្យដឹងបន្ថែមទៀតថាសមរភូមិដែលស្ថិតនៅក្នុងតំបន់ដូញេតនេះគឺរុស្ស៊ីមានផែនការដើម្បីចាប់យកឲ្យបានមុនដំណាច់ឆ្នាំ2025នេះដែលលោកនៅតែបញ្ជាក់ថាកងកម្លាំងនៃកងទ័ពរបស់ប្រទេសអ៊ុយក្រែនមិនបណ្ដោយឲ្យផែនការរបស់លោក Vladimir Putin ទទួលបានភាពជោគជ័យនោះទេចំណែកឯនៅតំបន់ហ្សាមីឯនោះវិញយូរម្ដងឃើញថារុស្ស៊ីបើកការវាយប្រហារដោយបាញ់កាំភ្លើងធំប៉ុន្តែកងទ័ពរបស់ប្រទេសអ៊ុយក្រែនក៏បើកការវាយប្រហារដោយបាញ់គ្រាប់កាំភ្លើងធំទៅលើទីតាំងរបស់រុស្ស៊ីផងដែរតំបន់សាប៉ូរីស៊ីយ៉ានៅពេលនេះការវាយប្រយុទ្ធគ្នាកាន់តែខ្លាំងតែវាជារូបភាពមួយដែលអ៊ុយក្រែនកំពុងតែមានស្មារតីប្រយុទ្ធទប់ទល់រុញច្រានបានមួយចំនួននៃការវាយលុករបស់កងទ័ពរុស្ស៊ីលោកឧត្តមសេនីយ៍ Alexandrowski បន្ថែមថាកងកម្លាំងនៃកងទ័ពនៃប្រទេសអ៊ុយក្រែនកំពុងតែបង្កើននិងពង្រីកផងដែរនៅទីតាំងឈរជើងរបស់ខ្លួនគឺមិនបណ្ដោយឲ្យកងទ័ពរបស់ប្រទេសរុស្ស៊ីវាយរុលបានដោយងាយនោះទេហើយកងទ័ពរបស់អ៊ុយក្រែននៅតែមានសមត្ថភាព
ក្នុងការវាយរុញច្រានកងទ័ពរុស្ស៊ីស្ថិតនៅតំបន់ហ្សាមីឯនោះវិញកងកម្លាំងនៃកងទ័ពរបស់ប្រទេសរុស្ស៊ីកំពុងតែបន្តវាយឆ្មក់ឆ្លងព្រំដែនចូលទៅខាងក្នុងទឹកដីរបស់ប្រទេសអ៊ុយក្រែនហើយបើកការបាញ់ផ្លោងតែវាគ្រាន់តែជារូបភាពវិឆិតកម្មរបស់រុស្ស៊ីតែប៉ុណ្ណោះពួកមន្ត្រីអ៊ុយក្រែននិងក្រុមអ្នកវិភាគផ្នែកយោធាបានព្រមានថាលទ្ធភាពនៃការវាយលុកថ្មីរបស់ប្រទេសរុស្ស៊ីទំនងជាចាប់ផ្ដើមក្នុងពេលដ៏ឆាប់បំផុតកាលពីថ្ងៃទី29ខែឧសភាឆ្នាំ2025នេះអ្នកនាំពាក្យឆ្មាំព្រំដែនអង់ទ្រីជីបេនឆេងកូបាននិយាយថារុស្ស៊ីបានបង្កើនការវាយលុកនិងប្រមូលកម្លាំងទ័ពដូចជាគ្រប់គ្រាន់ហើយដោយប្រមូលផ្ដុំគ្នានៅខាងក្នុងទឹកដីរបស់រុស្ស៊ីស្ថិតនៅតំបន់ខឺហើយមានផែនការវាយចូលតំបន់ហ្សាមីរបស់ប្រទេសអ៊ុយក្រែនលោកអេលេកហ្សង់ស៊ីស្គីបានឲ្យដឹងថាប្រតិបត្តិការរបស់កងទ័ពនៃប្រទេសអ៊ុយក្រែនក៏វាយឆ្លងដែនចូលទៅខាងក្នុងទឹកដីរបស់រុស្ស៊ីបានវិញខ្លះដែរគឺនៅក្នុងខែឧសភានេះកងទ័ពរបស់ប្រទេសអ៊ុយក្រែនបានបើកការវាយប្រហារចូលទៅគោលដៅជ្រៅរបស់រុស្ស៊ីយ៉ាងហោចណាស់ចំនួន58គោលដៅដោយវាយខ្សែត្រៀមការពាររបស់រុស្ស៊ីបានទៀតផងហើយនេះបើនិយាយអំពីតំបន់ខឺហើយលើពីនេះទៅទៀតនោះលោកឧត្តមសេនីយ៍អេលេកហ្សង់ស៊ីស្គីអះអាងថាកងទ័ពអាកាសកងទ័ពដ្រូនរបស់អ៊ុយក្រែនបានបើកការវាយប្រហារប៉ុន្មានថ្ងៃចុងក្រោយនេះដោយវាយចំគោលដៅយោធារបស់រុស្ស៊ីជាច្រើនហើយរហូតដល់វាយចំរោងចក្រគីមីរោងចក្រផលិតមីស៊ីលនិងទីតាំងស្តុកគ្រាប់របស់រុស្ស៊ីបានទៀតផងខណៈពេលនេះការវាយប្រយុទ្ធគ្នានៅមិនទាន់ដាច់ស្រេចនៅឡើយនោះទេការវាយប្រយុទ្ធគ្នានៅក្នុងសមរភូមិខឺក្នុងទឹកដីរបស់រុស្ស៊ីបើទោះបីជារុស្ស៊ីអះអាងថាកងទ័ពរបស់ប្រទេសអ៊ុយក្រែនបានដកចេញពីតំបន់នេះក៏ដោយតែបើយោងតាមបណ្ដាញផ្សាយព័ត៌មានគៀវ Independent បានចុះផ្សាយថាការប្រយុទ្ធគ្នានៅតែមានកងកម្លាំងនៃកងទ័ពរបស់ប្រទេសអ៊ុយក្រែននៅតែមានឱកាសក្នុងការបើកប្រតិបត្តិការវាយលុកទៅលើទីតាំងរបស់កងទ័ពរុស្ស៊ីកាលពីថ្ងៃទី20ខែឧសភាប្រធានាធិបតីរបស់រុស្ស៊ីលោក Vladimir Putin បានធ្វើដំណើរទៅកាន់សមរភូមិខឺនៅក្នុងសមរភូមិខឺនោះហើយដែលលោក Putin បានចូលទៅចំណុចសំខាន់របស់សមរភូមិមួយនេះក្រោយពីកងទ័ពរបស់រុស្ស៊ីវាយរុញច្រានកងទ័ពរបស់អ៊ុយក្រែនចេញពីតំបន់ខឺលោក Vladimir Putin បានចុះទៅពិនិត្យមើលនៅរោងចក្រថាមពលនុយក្លេអ៊ែរដែលស្ថិតនៅសមរភូមិខឺបានជួបជាមួយនឹងមេទ័ពនិងអាជ្ញាធរដែនដីដែលស្ថិតនៅក្នុងសមរភូមិខឺទៀតផងប៉ុន្តែលោក Vladimir Putin ដែលទៅកាន់សមរភូមិនៃខេត្តខឺនេះមិនបានប្រាប់ជាសាធារណៈនោះទេគឺលោកទៅដោយប្រថុចញុចបំផុតស្របពេលដែលដ្រូនរបស់អ៊ុយក្រែនបើកការហោះហើរធ្វើការវាយប្រហារប៊ីសនឹងចំឧទ្ធម្ភាគចក្ររបស់លោក Vladimir Putin ដែលទៅតំបន់សមរភូមិខឺនោះបើដ្រូនរបស់អ៊ុយក្រែនបើកការវាយប្រហារចំឧទ្ធម្ភាគចក្រដែលបានដឹកលោកពូទីននោះគឺលោកពូទីនទំនងជាមិនអាចរស់រានមានជីវិតបានទេនៅពេលនោះតែនេះគឺជាសំណាងមួយនៅក្នុងចំណោម1លានគ្រោះថ្នាក់ដែលប្រព្រឹត្តទៅលើលោកពូទីនប្រធានាធិបតីរបស់ប្រទេសរុស្ស៊ីដែលបញ្ឆេះសង្គ្រាមនៅលើទឹកដីនៃប្រទេសអ៊ុយក្រែនហើយសូមបញ្ជាក់បន្ថែមទៀតថាសមរភូមិនៃខេត្តខឺនេះភាគីរបស់អ៊ុយក្រែនវាយចូលទៅខាងក្នុងទឹកដីរបស់រុស្ស៊ីដោយវាយបំបែកខ្សែការពារដ៏រឹងមាំរបស់រុស្ស៊ីនៅតាមព្រំដែននៃសមរភូមិខឺវាយរុលជ្រៅរហូតដល់ចាប់យកបានទីតាំងឈរជើងពីដៃរបស់កងទ័ពរុស្ស៊ីបានចំនួន1400គីឡូម៉ែត្រការ៉េគឺនៅក្នុងអំឡុងខែសីហាឆ្នាំ2024ហើយកងទ័ពរបស់ប្រទេសអ៊ុយក្រែនឈរជើងបានជិតចំនួន1ឆ្នាំរុស្ស៊ីបើកប្រតិបត្តិការវាយបកវិញដោយកម្លាំងទ័ពចំនួន64000នាក់រួមជាមួយនឹងកងទ័ពរបស់ប្រទេសកូរ៉េខាងជើង12000នាក់ទៅចំនួន14000នាក់ផងដែរបានគៀកស្មារគ្នាវាយរុញច្រានកងទ័ពរបស់ប្រទេសអ៊ុយក្រែនចេញពីសមរភូមិនៃតំបន់ខឺនេះដែលកងទ័ពរបស់រុស្ស៊ីអះអាងថាកងទ័ពរបស់អ៊ុយក្រែនត្រូវបានរុញច្រានចេញពីសមរភូមិខឺនៅចុងខែមេសាឆ្នាំ2025នេះនៅខណៈនេះការចរចារវាងរុស្ស៊ីនិងអ៊ុយក្រែនត្រូវគេរំពឹងថានឹងអាចកើតមានបន្តទៀតប៉ុន្តែចំពោះស្ថានភាពសង្គ្រាមនៅសមរភូមិជួរមុខគឺរុស្ស៊ីបង្កើនការវាយលុកយ៉ាងសម្បើមនៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះរុស្ស៊ីបានបើកប្រតិបត្តិការដោយបញ្ចេញដ្រូនឲ្យហោះហើរវាយប្រហារទៅលើទឹកដីរបស់អ៊ុយក្រែនប្រមាណជាជាង600គ្រឿងឯណោះរុស្ស៊ីបាញ់រហូតទៅដល់មីស៊ីលប៉ាឡេស្ទិកជាង30គ្រាប់ទៀតផងហើយជាពិសេសនោះគឺបាញ់ស្រោចទៅលើរដ្ឋធានីគៀវរបស់ប្រទេសអ៊ុយក្រែនគោលដៅដែលរុស្ស៊ីវាយសន្ធប់នេះគឺបង្ខំឲ្យអ៊ុយក្រែនទម្លាក់ការចោះចាញ់នៅចំពោះមុខនៅការចរចាជាថ្មីម្ដងទៀតរវាងគណៈប្រតិភូរុស្ស៊ីនិងគណៈប្រតិភូអ៊ុយក្រែនដែលគេរំពឹងថាអាចនឹងចាប់ផ្ដើមចរចានៅសប្តាហ៍ក្រោយនេះ